ថ្នាំអបសក់ក៏จะមានច្រើនណាស់នៅលើទីផ្សារហើយវីតាមីនដែលមាននៅក្នុងថ្នាំអបសក់ហ្នឹងណាមានច្រើនឬតិចយើងអត់ដឹងទេមែនអត់បងប្អូនថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាអំពីវីតាមីនដែលមាននៅក្នុងថ្នាំអបសក់សិនរៀននេះគឺមានសារជាតិថ្នាំអបដ៏សំខាន់គឺសារជាតិ collagen និងសារជាតិ treatment បងប្អូនដឹងទេថា treatment បកប្រែជាភាសាខ្មែរថាប្រយោជន៍គឺការប្រឆាំងជាមួយការឆេះឬក៏ខូចរបស់សរសៃសក់ព្រោះនៅក្នុងហ្នឹងគឺមានប្រូតេអ៊ីនដើម្បីបំពន់ឲ្យសរសៃសក់យើងរឹងមាំហើយដើមធំទៀតផងខ្ញុំជឿថាបើសិនបើវីតាមីននៅក្នុងផលិតផលហ្នឹងវាមានតែមួយមុខវាអត់សំខាន់ទេគឺសំខាន់មានវីតាមីនច្រើនមុខទៅវាត្រឹមត្រូវហើយត្រូវគ្រប់ស្ថានភាពរបស់សរសៃសក់បងប្អូនក៏លេចមកមើលការប្រើប្រាស់នៅលើសរសៃសក់របស់ខ្ញុំវិញដែរតើដែលជំពាក់តែប្រមាណហ្នឹងណាបងប្អូនគឺអត់មានជំពាក់ដូចមុនទៀតទេគឺវាឡើងរលោងមកតាមដៃយើងហ្មងបងប្អូនអូយក្រោយពេលដែលខ្ញុំប្រើនៅលើសរសៃសក់ខ្ញុំទទួលបានក្លិនឡើងក្រអូបប្រហើរចឹងខ្ញុំមានតែមួយកំប៉ុងគឺទុកចិត្តតែហ្មងតែបារម្ភបងប្អូនទាំងអស់គ្នាអាចសាកល្បងយកទៅប្រើលើមើលបើសិនជាខ្ញុំនិយាយវាអាចនឹងមិនគ្រប់គ្រាន់ទេតែបងប្អូនទាំងអស់គ្នាសាកទៅវាប្រសើរសម្រាប់ខ្លួនឯង